ថ្ងៃនេះនៅបងប្អូនមកមើលផ្ទះរបស់ខ្ញុំមួយទៀតនៅខាងកំពង់ធំហើយផ្ទះនេះយើងបើកដំណើរការដូចជាមួយឆ្នាំហើយតាមខ្ញុំចាំព្រោះយើងឡើងរវល់ការងារច្រើនពេកហើយការថែទាំមិនសូវបានជាដិតដល់ជាងផ្ទះអតិថិជននេះផ្ទះរបស់ខ្លួនឯងហេងល្អរអួលបន្តិចយើងបាទលើយើងបានចូលមកថែទាំសត្វនៅក្នុងផ្ទះហើយយើងមកថែទាំផងហើយយើងមកបេះសបុកផងបាទហើយយើងបន្ទាប់ពីយើងចូលក្នុងផ្ទះយើងឆែកមើលសបុកមើលអីចឹងហើយឃើញថាវាមិនទាន់អីជាច្រើនអីណាទេព្រោះផ្ទះទៅតែអាយុ1ឆ្នាំវាមកល្មមសំរុំបងប្អូនព្រោះទីតាំងយើងប្រកួតប្រជែងដែររបស់នេះបាទហើយសិតតែសបុកនៅលើក្តារបងប្អូនឃើញហើយនោះដោយសារផ្ទះយើងបាន1ឆ្នាំសបុកប៉ុណ្ណេះយើងចិត្តថាសំរុំហើយប្រហែលវាជួប្រហែល100សបុកដែរហើយយើងធ្វើការបេះពីនៅបាទដូចបងប្អូនដឹងអញ្ចឹងផ្ទះតិចកម្មបើយើងថែទាំដិតដល់វាល្អជាងបើសិនជាយើងអត់សូវបានថែទាំទេដូចផ្ទះបងនៅខាងកំពង់ឆ្នាំកំពង់ចាមអញ្ចឹងដោយសារបញ្ហាគាត់អត់ចេះថែទាំវាទៅជានាំឲ្យមានបញ្ហារអាក់រអួលក្នុងផ្ទះដោយអត់ដឹងអញ្ចឹងយើងត្រូវការអ្នកជំនាញឬក៏មានបទពិសោធន៍ក្នុងការថែទាំផ្ទះតិចកម្មបើសិនជាយើងអត់ដឹងទេយើងអត់ដឹងថាធ្វើដោះស្រាយបែបណាអញ្ចឹងណាបងប្អូនហើយនេះគឺជាសមិទ្ធផលដែលយើងបានថែទាំវាមិនជាល្អអីណាទេបងប្អូនខ្ញុំហ៊ានទទួលស្គាល់នេះគឺជាផ្ទះដែលវាអាចចាត់ទុកថាវាដំណើរការមធ្យមវាមិនល្អខ្លាំងណាបងប្អូនអញ្ចឹងវាអាស្រ័យទៅលើការថែទាំបច្ចេកទេសហើយនឹងវាមិនសុទ្ធថាទីតាំងល្អទីតាំងមានន័យថាធ្វើដូចគ្នាបច្ចេកទេសដូចគ្នាក៏មិនប្រកាសថាតំបន់នឹងផ្ទុះឬក៏កើនលឿនឬអីវាអាស្រ័យទៅលើការថែទាំសត្វរំខានឬក៏អីផ្សេងហ្នឹងបងប្អូនអាចត្រឡប់ទៅមើលវីដេអូបានផ្ទះនេះគឺក៏មានសត្វរំខានពីបើកដំបូងដែរអញ្ចឹងណាអញ្ចឹងវាខ្ញុំបានប៉ុណ្ណេះយើងចិត្តទុកថាវាល្អសម្រុំហើយខ្ញុំចូលចិត្តប្រាប់បងប្អូនអ្វីដែលពិតអញ្ចឹងណាហើយថ្ងៃនេះយើងមកបេះសបុកឃើញបងប្អូនសបុកមានសឹងតែគ្រប់កន្លែងគ្រប់កែងដែរហើយនិយាយទៅយើងបេះបានសមរម្យដែរប្រហែលជា1គីឡូជាងហើយការធ្វើផ្ទះជាកម្មវាពាក់ព័ន្ធនឹងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកទេសពាក់ព័ន្ធនឹងការថែទាំវាមានរឿងច្រើននៅក្នុងនឹងអញ្ចឹងណាបងប្អូនហើយផ្ទះជាកម្ម100ផ្ទះក៏មិនប្រកាសជោគជ័យទាំង100ផ្ទះដែរគាត់ថាវាមានយឺតមានលឿនវាមានមធ្យមអញ្ចឹងវាតាមចំណាត់ថ្នាក់ផ្ទះតាមការថែទាំទៅតាមទីតាំងតំបន់ផ្សេងគ្នាអញ្ចឹងណាបងប្អូនអញ្ចឹងពីខ្ញុំទៅចង់ឲ្យបងប្អូនចេះថែទាំផ្ទះជាកម្មដោយខ្លួនឯងហើយត្រូវស្វែងរកអ្នកបច្ចេកទេសឲ្យបានច្បាស់លាស់ត្រឹមត្រូវមុននឹងសម្រេចចិត្តសាងសង់អញ្ចឹងណាបងប្អូនបាទហ្នឹងហើយវីដេអូនោះមានតែប៉ុណ្ណឹងបងប្អូនជួបគ្នានៅវីដេអូក្រោយទៀតអរគុណ